បាទសួស្តីបងប្អូនសិស្សថ្នាក់ពេលព្រឹកផ្នែក Graphic Design យើងរៀនដល់ Illustrator ហើយលោកគ្រូសូមអញ្ជើញបងប្អូនមករៀនដោយក្នុងថ្នាក់ផ្ទាល់ណាបាទអញ្ចឹងលោកគ្រូនឹងធ្វើ tip វីដេអូខ្លីៗក្នុងមេរៀនខ្លះៗដើម្បីជួយមេរៀនខ្លះពិបាកយល់អីអញ្ចឹងយើងអាចមើលវីដេអូឡើងវិញអូខេអញ្ចឹងមេរៀននេះគឺយើងនឹង design logo ជារង្វង់បាទអញ្ចឹងបើសិនជាយើងទៅមើល logo នៅក្នុង website បាទរបស់ខ្មែរយើងភាគច្រើនគឺមានជារង្វង់មូលបាទគេហៅដូចជាធ្វើត្រាធ្វើអីណាអញ្ចឹងការ design logo គឺយើងធ្វើនៅក្នុងកម្មវិធី Illustrator ជាដាច់ខាតយើងមិនអាចធ្វើក្នុងកម្មវិធីណាផ្សេងបានទេបាទអញ្ចឹងយើងកលេចមើលនេះដូចជាក្រសួងផ្សេងសាលារៀនផ្សេងគឺមាន logo ដែលរាងមូលបាទអញ្ចឹងគឺយើងលោកគ្រូនឹងបង្រៀនយើងរាងមូលបែបហ្នឹងបាទអូខេឥឡូវយើងទៅធ្វើទាំងអស់គ្នានេះបាទឧទាហរណ៍ logo របស់សាលាសាកលវិទ្យាល័យមួយចំនួនគឺមានរាងមូលបាទឬក៏ត្រាបាទឬក៏សមាគមអីចឹងទៅបាទអញ្ចឹងគឺយើងត្រូវ design ដូចម្ដេចដើម្បីឲ្យវាមានរាងមូលបាទទី1គឺយើងត្រូវបង្កើតទំព័រថ្មីមកនេះយើងចុច file new មកបាទរួចហើយយើងយក A4 ផ្ដេកអីចឹងទៅបាទចុច create មកបន្ទាប់មកទៀតយើងយករង្វង់នេះបាទរង្វង់ហ្នឹងយើងស្កត់វាឲ្យជាប់មកយក ellipse tool នេះហើយយើងគូរលើវា select វាមកបាទឬក៏យើងមួយយ៉ាងទៀតបើយើងអត់ចង់គូរទេយើងលុបវាចោលយើងចុចវា2ដងយើងដាក់ទំហំតែម្ដងដាក់10ចុះបាទសង់ទីម៉ែត្រអូខេតែបើសិនជាបងប្អូនអត់មានຂະຫນាតសង់ទីម៉ែត្រទេបងប្អូនអាចចុច Ctrl O ហើយចុច mouse ស្ដាំលើខ្សែបន្ទាត់នេះចុច Ctrl O ហើយ mouse ស្ដាំយកពាក្យសង់ទីម៉ែត្រនេះទើបមានហើយយើងចុច click លើវាមកយើងវាយចូលចុច OK មកវាចេញឲ្យយើងចានេះជាលោកគ្រូអត់ទាន់យក fill ទេយើងយកពណ៌យើងយក stroke វាសិនតបមកយើងតម្លើងវានេះដាក់តាមចិត្តបងប្អូនដាក់2អីចឹងទៅឬក៏3អីចឹងទៅចុច mouse ស្ដាំយកពាក្យថា transform និងយកពាក្យ scale 50% កន្លែងនេះខ្ញុំវាយលេខ50ចុច copy បាទខ្ញុំបាន2ចុចលើអាធំនឹងដដែលចុច mouse ស្ដាំ transform ហើយយក scale យក75ចុច copy ទៀតណាហើយយើងកាត់វានេះយើងចុច tool ឲ្យជាប់លុបនេះហើយបើសិនជាបងប្អូនមាន tool ទាំងអស់ហ្នឹងទេបងប្អូនចុចទៅ window workspace ហើយ classic នេះហើយស្កត់វាជាប់យក scissor tool នេះស្មើអក្សរ C ហើយយើងកាត់វាមក1 2រួចហើយយើងយកនេះយកអក្សរ T ហ្នឹងចុចឲ្យចំសញ្ញាហ្នឹងមកឃើញទេដាក់វាចំកែងហ្នឹងមកលើខ្សែហ្នឹងចុចវាមួយវាលោតចេះបាទយើងអាចវាយខ្មែរបានហើយយើងដូរ font មកបាទក្រុមហ៊ុនលក់អីចឹងទៅសំបាទភារៈបាទកីឡាទំនើបទាន់សម័យគ្រប់ប្រភេទហើយរួចហើយយើងដូរ font វាមកទៅដូរ font នៅខាងលើនេះបាទយើងយក font ណាដែលយើងពេញចិត្តទៅនេះបាទយើងអាចតម្លើង font វាបានទេចុចកន្លែងនេះមកហ្នឹងហើយគេអាចទាញវាឲ្យស្មើកដាលអីចឹងទៅនេះវាចំកណ្ដាលយើងអាចទាញស្រីវាបន្តិចតិចទៅណាគេបន្ទាប់មកទៀតខាងក្រោមនេះគឺយើងពិបាកវាយបន្តិចគឺយើងចុចលើវាអញ្ចឹងហើយយកអក្សរ T នេះคลิกលើវាមកហើយយើងកុំទាន់ណាវាយយើងចុចកន្លែងនេះមួយសិនបាទចុចកន្លែងហ្នឹងមួយយើងទាញអានេះបាទយើងទាញវាវែងចេះមកហើយយើងចុចទៅ Type option on path នេះចុច flip ហើយ align to path យក center ហើយចុច OK តោះមកយើងអាចវាយបានយកអក្សរ T คลิกលើវាមួយយើងលុបអាចាស់របស់យើងចោលដកភ្លាមណា
ចឹងយើងអាចវាយបានដែរអូខេយើងអាចវាយបានហើយអញ្ចឹងយើងបើសិនជាវាទូចធំហើយយើងអាចដកឃ្លាតាមនឹងសេរីទៀតណាបាទអូខេអញ្ចឹងយើងអាចដាក់រូបបាទដើម្បីដាក់រូបនៅកណ្ដាលនេះយើងយករូបយើងមួយចុច file place បាទហើយជ្រើសរើសរូបរបស់យើងមួយមកគូចំកណ្ដាលហ្នឹងណាតមកយើងអាចដាក់ពណ៌បាទយើងអាច design ពណ៌អីចឹងទៅបាទយើងអាចថែមថយបានទៀតឬយើងចង់តម្លើងវាអញ្ចឹងណាយើងចុចscale វាទៀតមកយើងចង់តម្លើងវាធំនេះតម្លើងវា110អីចឹងទៅឬ105អីចឹងចុច copy មកនេះយើងអាចចាក់ពណ៌វាបាទយើងលេង style ហើយយើង send to back យើងចុច mouse ស្ដាំវាអពាក្យarrange send to back នេះបាទហើយនេះយើងចាក់ពណ៌វាអីចឹងទៅចង់បានពណ៌លឿងពណ៌តាមដែលបងប្អូនស្រឡាញ់អូខេអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេសូមធ្វើលំហាត់នេះទាំងអស់គ្នាហើយបងប្អូនអាចអញ្ជើញមកសាលារៀនតែផ្ទាល់ដែលមានអាហារូបករណ៍ 100% នៅក្នុងផ្នែក Illustrator ហ្នឹងអញ្ចឹងកម្មវិធី Graphic Design យើងរៀន Photoshop Illustrator បាទអូខេជួបលោកគ្រូនៅមេរៀនក្រោយទៀតកុំភ្លេចជួយ like និង share វីដេអូនេះផងដើម្បីឲ្យអ្នកដែលគាត់ចង់រៀនបន្ថែមទៀតអាចមករៀននៅសាលាផ្ទាល់បានដោយមានអាហារូបករណ៍ 100% អរគុណច្រើនបាយបាយជួបគ្នាមេរៀនក្រោយទៀត